តើថ្ងៃនេះនាំបងអូនទៅលេងឆ្នេរនេសាទនៅក្នុងស្រុកស្រែអំបិលនៃខេត្តកោះកុងម្ដងនេះចំពោះឆ្នេរនេសាទនេះសម្រាប់ខ្ញុំគឺខ្ញុំទៅច្រើនដងហើយចុះបងអូនទៅបានប៉ុន្មានដងដែរសម្រាប់ខ្ញុំទោះបីទៅច្រើនដងក៏ពិតមែនប៉ុន្តែអត់មានអារម្មណ៍ថាធុញសោះព្រោះអីឆ្នេរនេសាទអ្វីដែលខ្ញុំចូលចិត្តទីមួយគឺដំឡូងច្រើនតិចស្រាប់ហ្មងគាត់ទៅចូលដល់ទីតាំងហ្នឹងគឺមានអារម្មណ៍ថា fresh បាត់ហើយទី2ឆ្នេរវាធំខ្សាច់វាសទឹកវាថ្លាតែចំពោះម្ហូបអាហារអាចមានតម្លៃរៀងថ្លៃបន្តិចហើយខ្ញុំទៅនេះគឺខ្ញុំទៅលក្ខណៈគ្រួសារគឺយើងជិះតាមផ្លូវលបឿនលឿនណាចឹងមកជិះតាមផ្លូវលបឿនលឿនគឺយើងចំណេញពេលវេលាព្រោះអីខ្ញុំចេញទៅគឺល្ងាចដែរហើយម៉ោង3ហើយខ្ញុំចេញពីខាងស្រុកកណ្ដាលស្ទឹងទៅអញ្ចឹងទម្រាំដល់ខាងស្រែអំបិលគឺរហូតដល់ម៉ោង7យប់ហើយចំពោះការជិះលើផ្លូវលបឿនលឿននេះចេះបងអូនចង់ប្រាប់បងអូនមួយដែរចំពោះការដែលបងអូនជិះគឺបងអូនអាចជិះចាញ់តាមច្រកកំពង់សាឡាណាបងប្អូនណាគឺយើងកុំចាញ់ដល់ច្រកស្រែអំបិលអានេះខ្ញុំឈប់នៅច្រកកំពង់សាឡាសិនកន្លែង station ដែលគេឈប់ញ៉ាំអីចឹងណាឈប់សម្រាប់អញ្ចឹងពេលដែលយើងទៅដល់ផ្លូវបំបែកកំពង់សាឡាបងអូនចេញទៅតាមនឹងទៅព្រោះចេញតាមច្រកហ្នឹងគឺទី1បងអូនចំណេញលុយថ្លៃផ្លូវទី2គឺយើងប្រើរយៈពេលខ្លីជិះទៅដល់ផ្លូវបាត់ចូលទៅខាងស្រុកស្រែអំបិលតែម្ដងតែបើសិនជាបងអូនជិះចេញតាមច្រកស្រែអំបិលគឺនៅលើផ្លូវលបឿនលឿនវាឆ្ងាយហើយយើងអត់ថ្លៃផ្លូវច្រើនពេលដែលយើងដល់ច្រកចេញត្រូវបាត់ត្រឡប់មកក្រោយទៀតអញ្ចឹងខាតពេលមែនតើពេលដែលខ្ញុំទៅខ្ញុំជិះតាមច្រកស្រែអំបិលណាគឺឆ្ងាយមកវិញចេញតាមកំពង់សាឡាគឺចិត្តចាំបងអូនអាចទៅចេញតាមច្រកកំពង់សាឡាគឺល្អបំផុតណាបងអូនណាហើយនៅលើផ្លូវលបឿនលឿនអ្វីដែលខ្ញុំឆ្លាញ់ជាងគេគឺទេសភាពនឹងឯងមានភ្នំមានដើមឈើមានអីបើសិនជាខែភ្លៀងវិញយើងមើលឃើញទឹកជ្រោះធ្លាក់នៅលើកន្លែងច្រកកំពង់សាឡាហ្នឹងមើលទៅគឺស្អាតម្យ៉ាងដែរណាបងអូនអញ្ចឹងបើសិនជាបងអូនដែលអត់ទាន់បានសាកផ្លូវលបឿនលឿនទេសាកទៅបងអូនវាមើលទៅវាត្រជាក់ភ្នែកដែរអញ្ចឹងណាអានេះមក7បានខ្ញុំមកដល់ខាងស្រុកស្រែអំបិលហ្នឹងគឺនៅផ្ទះបងប្អូនខ្ញុំអញ្ចឹងអត់មានអីទេមានញ៉ាំបាយជុំជុំគ្នាកូនចៅអូយច្រើនណាស់បងអូនអើយអញ្ចឹងទៅមានអាលើតុផងក្រោមតុហងចឹងព្រលឹមឡើងបានខ្ញុំចេញទៅខាងឆ្នេរនេសាទនឹងតែម្ដងណាហើយចំពោះផ្លូវទៅកាន់ឆ្នេរនេសាទឥឡូវបងអូនគឺគេធ្វើស្អាតអត់មានផ្លូវកលុកកលាក់អីប្របាក់ជិះដូចមុនទៅគឺលហិលស្អាតហ្មងអញ្ចឹងយើងកាន់តែចំណាយពេលវេលាខ្លីនៅក្នុងការធ្វើដំណើរថែមទៀតណាឥឡូវហ្នឹងគឺមកដល់ហើយបងអូនឆ្នេរនេសាទនិយាយទៅគ្រាន់តែចូលមកដល់ទីតាំងនឹងភ្លាមណាភាព stress ភាពធុញថប់គឺលុយបាត់ហ្មងដោយសារអីគ្រាន់តែឃើញដើមដូងឃើញកញ្ចក់ឃើញទឹកឃើញអីអូយfresh ខ្លាំងមែនតើចឹងសម្រាប់បងអូនដែលអត់តន់ធ្លាប់បានទៅគឺអាចទៅសាកបានណាសម្រាប់ឆ្នេរនេសាទមួយគឺខ្ញុំទៅនិយាយថាស្អាតហើយនៅក្បែរហ្នឹងគឺមានកន្លែងលេងជាច្រើនទៀតដូចជាឆ្នេរកោងកាងដូចជាឆ្នេរសុភមង្គលអីផ្សេងៗបងអូនអាចទៅកុំភ្លេចចូលលេងទៅណាយើងទៅតែមកកន្លែងយើងអាចបាន3ទីតាំងកន្លែងលេងហ្មងគាត់ថាឆ្នេរកោងកាងគឺវាទេសភាពប្រផាយជាមួយនឹងឆ្នេរនេសាទដែរគ្រាន់តែកោងកាងគឺវាមានដើមកោងកាងចូលទៅហ្មងអត់មានដាប់ដូងដូចឆ្នេរនេសាទទេតែម្យ៉ាងវិញទៅខ្ញុំមានអារម្មណ៍រៀងដូចសោកស្ដាយបន្តិចឃើញឆ្នេរមានសម្រាមអញ្ចឹងសូមបងអូនពេលដែលទៅហើយយើងជួយសម្អាតបរិស្ថានផងដើម្បីឲ្យឆ្នេរសមុទ្រយើងកាន់តែស្អាតពេលដែលយើងទៅលេងក៏យើងមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តពេលដែលអត់ឃើញសម្រាមនឹងដែរអញ្ចឹងយើងរីករាយនៅក្នុងការមុជទឹកថែមទៀតធម្មតាពេលដែលអត់មានសម្រាមទឹកវាកាន់តែស្អាតអញ្ចឹងយើងមួយកាន់តែមានអារម្មណ៍ថាស្និទ្ធនឹងចង់ការមួយតែបើមានសម្រាមខ្ញុំជឿជាក់មិនថាបងអូនមិនថាខ្ញុំទេគឺអត់មានអារម្មណ៍នៅក្នុងការមួយទឹកទេអញ្ចឹងយើងចូលរួមថែបរិស្ថានទាំងអស់គ្នាដើម្បីឆ្នេរសមុទ្រយើងស្អាតយើងអាចងូតទឹកលេងកម្សាន្តសប្បាយជាពិសេសកូនតូចរបស់យើងតែម្ដង